ងើបពីគេងបានសួរប្តីថាបងចង់ញ៉ាំអីគេថ្ងៃហ្នឹងប៉ុន្តែក៏ប្រាប់ថាអីក៏បានដែរឲ្យតែញ៉ាំទៅឆ្អែតតែឆ្ងាញ់អញ្ចឹងហើយនៅពេលដែលខ្ញុំបានបើកទូទឹកកកមកក៏ឃើញសាច់គោជាមួយនឹងសណ្តែកគួរហើយមានពងទានៅសល់2គ្រាប់អញ្ចឹងណាបងគ្រាន់តែបានឃើញភ្លាមក៏ស្វេស្វាយកពងទាហ្នឹងមកគោះក្លុកវាបងហើយដាក់គ្រឿងមានទីងទួអញ្ចឹងទៅហើយពងទានេះដែរគឺខ្ញុំជៀនវារៀងប្រទះស្ដើងបងអត់ជៀនវាក្រាស់ពេកទេឥឡូវក៏មកធ្វើការដាក់ខ្ទឹមបំពងវាឡើងឈ្ងុយចាក់សាច់គោចូលដោយដែលមកមកឃើញនៅដើមវីដេអូអញ្ចឹងខ្ញុំអត់ដឹងថាមួយមុខនេះខ្ញុំគួរតែហៅថាបាយឆាសាច់គោពងទាឬមួយក៏ហៅបាយសូបទេដោយសារតែវាស្តៀងទៅនឹងបាយសូបបន្តិចហើយបាយឆាបន្តិចដែរនេះចូលលក្ខណៈថាអាហារកូនកាត់ពេលព្រឹកអញ្ចឹងណាបងហើយមួយមុខនេះនៅពេលដែលធ្វើឆ្អិនប្តីរបស់ខ្ញុំក៏គាត់សួរដែរថានឹងគេហៅអីគេបាយឆាឬមួយក៏បាយសូបខ្ញុំក៏បានប្រាប់ថានឹងគេហៅថាបាយឆាដល់ពេលហើយគាត់ក៏សើចគាត់ថាបាយឆានេះស្រៀងដូចនឹងបាយសូបអញ្ចឹងអូនសុំកាត់ត្រឹមប៉ុណ្្នឹងសិនក្លែងមកមើលបាយឆារបស់យើងវិញនៅវាដាក់ស្តែកគួរចូលស្តែកគួរនេះអត់ឆាវាយូរពេកទេព្រោះខ្លាចវារលួយវាអត់ឆ្ងាញ់ទៅវាឈប់មិនមានជាតិចំណែកឯពងទាវិញបន្ទាប់ពីចៀនហើយខ្ញុំក៏បានកាត់វាជាវែងអញ្ចឹងណាបងអញ្ចឹងឥឡូវក៏ខ្ញុំបានមកដាក់ពងទាចូលពងទានេះនៅពេលដែលខ្ញុំដាក់គ្រឿងគឺខ្ញុំអត់ដាក់គ្រឿងមានដិតពេកទេដោយសារនៅពេលដែលឆាគឺខ្ញុំយកវាមកឆាចេះទៀតខ្លាចរសជាតិដិតពេកគឺធ្វើឲ្យពងទានឹងភ័យបាយឆាខ្ញុំស្តៀងដូចទៅនឹងបាយសូបដោយសារពងទានឹងឯប្រហែលនៅពេលដែលខ្ញុំកូរច្បល់វាបានមួយស្ទុះក៏ខ្ញុំបានដាក់បាយចូលចំពោះបាយសនេះគឺខ្ញុំដាំវាភ្លាមទេបងប៉ុន្តែមុនពេលដែលខ្ញុំដាក់ឆាក៏ខ្ញុំបានបើកកំហរវាឲ្យវាឡើងត្រជាក់ដែរបើសិនជាវានៅក្តៅហ្មងយើងឆាទៅគឺបាយនឹងអត់ស្ងួតល្អទេវានៅរៀងសើមអញ្ចឹងធ្វើឲ្យបាយឆាមួយចានហ្នឹងគឺវាអត់ឆ្ងាញ់ហើយបាយឆាខ្ញុំនេះគឺខ្ញុំដាំមួយកំប៉ុងកំប៉ុងដោះគោយើងហ្នឹងបងតែអត់នឹកស្មានទេប្តីរបស់ខ្ញុំគឺគាត់ញ៉ាំបានច្រើនខ្លាំងមែនតែឡើងពី3ចានម្នាក់ឯងហើយគាត់ថាបាយឆានេះបើសិនជាមានជក់ទៅសទៀតរឹតតែឆ្ងាញ់ដូចគេលក់តាមផ្លូវអញ្ចឹងហើយនៅក្នុងវីដេអូនេះណាគេខ្ញុំបានរៀបរាប់វាបានក្បោះក្បាយទេបងអាចមើលទៅតាមនឹងបានឥឡូវអូនសុំកាត់នៅពេលដែលយើងដាក់បាយសចូលខ្ញុំក៏បានឆាវាមួយស្ទុះបន្ទាប់មកក៏ដាក់គ្រឿងវាអញ្ចឹងណាបងមានទឹកស៊ីអ៊ីវទឹកត្រីអីអញ្ចឹងទៅដើម្បីឲ្យបាយយើងនឹងវាមានជាតិប៉ុន្តែបាយឆាអីដែលខ្វះបានមួយទៀតនោះគឺម្រេចមកកុំភ្លេចដាក់ម្រេចណាហើយបន្ទាប់មកក៏ខ្ញុំបានកូរបាយហ្នឹងឲ្យវាឡើងស្ងួតបាយឆាបើសិនជាយើងយកបាយកកយកមកឆារឹតតែឆ្ងាញ់ទៀតបងអើយតែអត់អីទេបើសិនជាបងទាំងអស់គ្នាចង់ញ៉ាំបាយឆាហើយតែអត់មានបាយកកបងទាំងអស់គ្នាអាចដាំបាយក្តៅប៉ុន្តែបើកំហុសឆ្នាំងបាយហ្នឹងឲ្យវាឡើងត្រជាក់សិនចាំយើងយកវាយកមកឆាចឹងហើយទោះបីជាបាយឆាមួយមុខហ្នឹងវាអត់ស្ងួតហើយវាក៏អត់សើមដែរវាធ្វើឲ្យបាយរបស់យើងហ្នឹងវាឆ្ងាញ់តែបងពេលដែលខ្ញុំដាំម្រេចហ្នឹងខ្ញុំក៏បានកូរច្បល់វាអញ្ចឹងទៀតរីឯភ្លើងវិញគឺខ្ញុំអត់បើកវាខ្លាំងទេបងខ្ញុំបើកវាកម្រិតកដាលដោយសារកាលណាបើយើងបើកខ្លាំងពេកវាធ្វើឲ្យបាយហ្នឹងវាស្អិតជាប់ខ្ទះហើយវាអាចខ្លោចខ្ទះទៀតក៏ថាបានដែរបងលើនេះគឺបាយឆាខ្ញុំមួយចាននេះគឺរួចរាល់ហើយមិនដែរបងទាំងអស់គ្នាតំណងគួរចង់ញ៉ាំអត់បាយឆាមានតែសក់មានសាច់គោមានពងទាហើយមានទឹកត្រីបុកទៀតតើអញ្ចឹងមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាណាបងសំខាន់ណាមកអង្គុយញ៉ាំម៉ាយនេះអត់តបានងុយទឹកទេលុបតែមុខហើយដល់ថ្មីហើយគឺមកធ្វើម្ហូបរៀបចំនៅក្នុងចក្រានបាយបន្ទាប់ពីបានដាំបាយធ្វើម្ហូបចិនអស់ទៅចូលទៅងុយទឹកបានមានបងណាខ្លះដែលធ្វើអញ្ចឹងដូចខ្ញុំបើហ៊ានតែងុយទឹកហើយបាញ់ទឹកអប់ហើយចូលធ្វើម្ហូបលោមើលដឹងតែធំក្លិនខ្លួនធំក្លិនទឹកត្រីស្ករប៊ីចេងហ្នឹងបងទាំងអស់គ្នា